រំដួល TD សូមអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរន្ធត់ហើយថ្ងៃនេះដែរខ្ញុំបានសាយរឿងរន្ធត់មួយពីបងប្រុសម្នាក់ដែលគាត់ធ្វើជាគ្រូបង្រៀនហើយគាត់ត្រូវបានខាងក្រសួងចោះឲ្យទៅបរិញ្ញានៅខាងខេត្តឆ្ងាយៗដែលមិនមែនជាខេត្តដែលជាស្រុកកំណើតរបស់គាត់ហើយបងប្រុសក៏ទៅជួលចំផ្ទះមួយកន្លែងដែលផ្ទះនោះមានវិញ្ញាណសន្ធិដ្ឋនៅហើយបើចង់ដឹងសាច់រឿងយ៉ាងណានោះហើយរន្ធត់ខ្លាំងប៉ុណ្ណាតោះយើងទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាបងត្រាគាត់ក៏ជានិស្សិតដែលទៅតែប្រឡងជាប់គ្រូកសោតថ្មីហើយខាងក្រសួងហ្នឹងក៏បានឲ្យគាត់ចុះទៅបរិញ្ញាបហាត់សិស្សនៅខេត្តឆ្ងាយដែលមិនមែនជាខេត្តកំណើតរបស់គាត់ទេបងប្អូនដែលជាអ្នកធ្លាប់ប្រឡងធ្វើគ្រូជាប់ជាគ្រូប្រកាសជាយល់ហើយថានៅពេលដែលយើងប្រឡងជាប់ទៅគឺខាងក្រសួងគេដាក់ឲ្យយើងទៅស្ថាប័នឬក៏ខេត្តណាគេយើងត្រូវទៅខេត្តនឹងរយៈពេល2ឆ្នាំ3ឆ្នាំទៅតាមដែលក្រសួងគេកំណត់មកទៅយើងអាចដូរមកកាន់ទីតាំងឬក៏សាលាណាមួយដែលយើងចង់ទៅបរិញ្ញាអញ្ចឹងបងប្អូនទាំងអស់គ្នាហើយបងត្រាក៏អត់ខុសពីអ្នកផ្សេងទៀតដែរគឺអញ្ចឹងឯងគឺគេឲ្យគាត់ទៅបរិញ្ញានៅសាលាមួយដែលនៅខេត្តឆ្ងាយពីផ្ទះរបស់គាត់ពីសាលារបស់គាត់ធ្លាប់រៀនអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងហើយបងត្រាក៏សម្រេចចិត្តថាអត់ជួលបន្ទប់ទេដោយសារគាត់នៅរយៈពេលវែងរហូតដល់3ឆ្នាំអញ្ចឹងហើយគាត់ថាបើជួលបន្ទប់វាទូចពេកអញ្ចឹងហើយក៏អត់ជួលបន្ទប់ទេគាត់ក៏សម្រេចចិត្តថាជួលផ្ទះរកផ្ទះជួលនៅវិញព្រោះ3ឆ្នាំវាយូរដែរបើយើងជួលបន្ទប់វាឆ្អៀតវ៉ាក់នៅបើយើងជួលផ្ទះទៅវាស្រួលហើយបងត្រាក៏ជិះម៉ូតូដើររកផ្ទះជួលអញ្ចឹងទៅដើររកច្រើនកន្លែងដែរតែអត់មានដើររកបានហើយជីសុកក៏ឃើញផ្ទះមួយទុកចោលគេដាក់ផ្លាកដីជួលផ្ទះជួលក៏ត្រូវប៉ាន់ហើយជីដើររកមួយថ្ងៃអត់បានហើយដល់ពេលមកឃើញគេដាក់ផ្លាកអញ្ចឹងហើយมันសប្បាយចិត្តបងប្អូនទាំងខ្ញុំទាំងគេណោះក៏សម្រេចចិត្តថាតាក់តងទៅលេខតាមគេដាក់ផ្លាកហ្នឹងទៅក៏តាក់តងបានគេជួលឲ្យក្នុងមួយឆ្នាំគេគិតជាឆ្នាំគេអត់គិតខែទេមួយឆ្នាំគេគិតឲ្យ700000ក៏សម្រេចចិត្តថាជួលផ្ទះហ្នឹងនៅទៅប្រៃរៀងស្ដុកបន្តិចមែនតែគាត់ថាអាចត្រុសត្រាយឆ្កាប្រៃនឹងចេញបានព្រោះវាមិនក្រាស់អីខ្លាំងណាស់ណាទេវាមកល្មមហើយផ្ទះដែលគាត់ចង់ជួលហ្នឹងគឺជាប្រភេទផ្ទះឈើមិនសូវជាចាស់ណាស់ណាទេហើយមកល្មមដែលអាចរស់នៅបានមិនតូចពេកក៏មិនធំពេកដែរគាត់ក៏ជួលយកផ្ទះហ្នឹងនៅព្រោះថាផ្ទះហ្នឹងវានៅមិនឆ្ងាយពីសាលាប្រហែលដែរស្រួលគាត់ធ្វើដំណើរជិះកង់ក៏បានជិះម៉ូតូក៏បានព្រោះវាមិនសូវឆ្ងាយពីសាលាពេកអញ្ចឹងបងប្អូនមុននឹងគាត់ជួលហ្នឹងម្ចាស់ផ្ទះក៏បានសួរគាត់ដែរថាអូនឯងខ្លាចខ្មោចអត់បើខ្លាចខ្មោចមិនបាច់ជួលទេផ្ទះហ្នឹងព្រោះផ្ទះហ្នឹងធ្លាប់មានរឿងរ៉ាវពីមុនអញ្ចឹងណាដោយសារតែបងត្រាគាត់មិនសូវជាមនុស្សដែលខ្លាចខ្មោចហើយក៏មិនជឿរឿងអរូបីផងបងត្រាក៏ប្រាប់ទៅម្ចាស់ផ្ទះហ្នឹងថាអត់អីបងផ្ទះហ្នឹងខ្ញុំអាចនៅបានតើបងម្ចាស់ផ្ទះហ្នឹងក៏តមកគាត់វិញថាអញ្ចឹងស្រេចតែបងឯងអញ្ចឹងបើបងឯងចង់ជួលហើយបងក៏មិនហ៊ានហាមឃាត់អីដែរអញ្ចឹងបងគិតថ្លៃឲ្យអនឯងតា600,000មិនអីនិយាយទៅម្ចាស់ផ្ទះហ្នឹងគេចោះតម្លៃឲ្យ100000ទៀតណាដំបូងផ្ទះហ្នឹងត្រូវ700000តែឥឡូវចោះនៅសល់មួយឆ្នាំត្រឹមតែ600,000បន្ទាប់ពីពួកគាត់ទាំងពីរនិយាយតម្លៃផ្ទះត្រូវគ្នាពួកគាត់ទាំងពីរក៏ប្រវែកផ្លូវគ្នាទៅហើយមន្ត្រាក៏រៀបចំបោសសម្អាតក្រោមផ្ទះលើផ្ទះដោយសារតែផ្ទះគេទុកយូរអញ្ចឹងគាត់ត្រូវចំណាយកន្លងយ៉ាងខ្លាំងដែរហ្នឹងដោយសារតែលើផ្ទះក៏សិតតដីហើយខាងក្រោមមានទាំងស្មៅមានទាំងដើមឈើមេឈើអញ្ចឹងឡើងស្ដុកអញ្ចឹងហើយផ្ទះដែលបងត្រាជួលហ្នឹងគឺវាមកលងពីផ្ទះអ្នកភូមិ3ប្លង់លក្ខណៈដូចផ្ទះអ្នកភូមិអញ្ចឹងទៅមកលងដី3ប្លង់ដែលដីគេទុកចោលហើយបានដល់ផ្ទះរបស់បងត្រាជួលហ្នឹងបន្ទាប់ពីបងត្រាធ្វើការសម្អាតផ្ទះហ្នឹងក្នុងរយៈពេល1ថ្ងៃមកគាត់ថាសម្អាតបានខាងមុខហើយនឹងខាងលើផ្ទះខ្លះហើយនៅកន្លែងខ្លះទៀតគាត់ថានៅរៀងស្ដុកឡើយប៉ុន្តែដោយសារតែមេឃវាចាប់ផ្ដើមងឹតហើយបន្ទាប់ពីហ្នឹងទៅបងត្រាក៏រកកន្លែងមួយទឹកដើម្បីសម្រាកអញ្ចឹងដោយសារតែគាត់ធ្វើការហត់មួយថ្ងៃពេញហើយព្រោះបោះតែម្នាក់ឯងជួលនៅតែម្នាក់ឯងអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំទៅសើគាត់ដែរហ្នឹងហ៊ានជួលផ្ទះដែលគេទុកចោលនៅតែម្នាក់ឯងអញ្ចឹងខ្ញុំវិញខ្ញុំហ៊ានជួលទេនិយាយមែនខ្ញុំសុខចិត្តទៅជួលបន្ទប់នៅសិនហើយចាំរកកន្លែងដែលជួលផ្ទះណាដែលមើលទៅរៀងតំណងឲ្យសមរម្យតិចណាតែគាត់នេះដោយសារតែគាត់អត់ខ្លាចផងគាត់ថាគាត់ដំបូងគាត់អត់ខ្លាចចឹងហីគាត់ថាតម្លៃធូរហើយវានៅមិនឆ្ងាយពីសាលា
ចឹងហើយគាត់ក៏ជួលផ្ទះហ្នឹងទៅបើខ្ញុំវិញខ្ញុំអត់ជួលទេបងប្អូនខ្ញុំនិយាយមែនបន្ទាប់ពីគាត់មួយទឹកហើយគាត់ក៏ឡើងទៅសម្រាកនៅពេលដែលគាត់ដេកលក់អាលាវបងប្អូនគាត់ឮសលេងគោះទ្វារទុកហើយបងត្រាក៏ងើបទៅមើលដែលនឹកស្មានថាម្ចាស់ផ្ទះចឹងណាបងប្អូនទាំងអស់គ្នាដល់ពេលដែលគាត់បើកទ្វារទៅគឺអត់មានស្អីទេស្រឡះឆាញ់បងប្អូនអត់ដឹងថាពីណាគោះទ្វារទេហើយគាត់ក៏គិតថាប្រហែលជាកដោឯងទៅវាឡើងកកេឈើកេអីចឹងណាឬក៏សัตว์វាហៅបុកអីចឹងទៅហើយគាត់ក៏បិទទ្វារចូលទៅដេកវិញតាមធម្មតាចឹងទៅបន្ទាប់ពីគាត់ប្រាស់ដេកបានមិនទេរៀបនឹងចិត្តលក់ទៀតហើយក៏ឮសលេងល្មៀលដូចដងល្មៀលនៅមុខបន្ទប់គាត់ល្មៀលទឹកហើយគាត់ក៏ភ្ញាក់ទៀតហើយគាត់នឹកក្នុងចិត្តថាចំណាគេយកស្អីមកល្មៀលនៅមុខបន្ទប់ណាគេយកបាល់យកដងអីមកល្មៀលនៅមុខបន្ទប់ហ្នឹងហើយគាត់ក៏បើកទ្វារទៅទៀតបើកទ្វារលើកទី2ហ្នឹងក៏អត់មានឃើញអីដែរស្រឡះឆាញ់ហើយគាត់ក៏ចូលទៅដេកវិញលុះព្រឹកឡើងហ្នឹងពូម្ចាស់ផ្ទះក៏ជិះម៉ូតូមកសួរថាមិនយ៉ាងអូនអើយដេកយប់មិញមានបញ្ហាអីអត់ដេកលក់ស្រួលទេអង្ត្រាគាត់ក៏ប្រាប់ម្ចាស់ផ្ទះវិញថាជាក់សួរពូអីមិនបាច់ចាំម៉ាស៊ីនតិចក៏ដេកលក់ស្រួលដែរតែខ្ញុំខានដេកតាមស្រុកស្រែចឹងយូរហើយពូម្ចាស់ផ្ទះក៏ឆ្លើយមកថាយប់មិញពូស្មានតែខ្មោចលងទៅហើយត្រូវបងត្រាគាត់អ្នកហ៊ានអត់ខ្លាចទៀតគាត់និយាយថាពូខ្ញុំមិនខ្លាចទេចឹងឯងមកខ្ញុំចាប់ប្រវល់ផឹកមួយស្មាទៅហ្មងពូម្ចាស់ផ្ទះក៏ថាគ្រាន់បាកូនតែឥឡូវពូទៅវិញពូរវល់ចឹងគាត់ទាំងពីរក៏លាគ្នាទៅហើយត្រាក៏រៀបចំបោះសម្អាតផ្ទះបន្តទៀតដោយសារតែម្សិលមិញហ្នឹងគាត់សម្អាតហើយទៅខាងមុខនៅខាងក្រោយទៀតដែលអត់ទាន់សម្អាតហើយទៅពេលគាត់រៀបចំសម្អាតខាងក្រោយនៅពេលដែលគាត់ដើរមើលបរិវេណខាងក្រោយហ្នឹងក៏ស្រាប់តែឃើញភ្នោដែលកប់នៅក្រោយផ្ទះបងប្អូនទាំងគ្នាហើយបងត្រាក៏នឹកក្នុងចិត្តថាចំលេងងាប់លេងយកមកកប់ក្រោយផ្ទះចឹងហ្មងសងត្រាក៏អត់ខ្លាចគាត់ក៏អត់ខ្វល់ដែរភ្នោកាន់គាត់ដើរមើលបរិវេណទៅក៏យកកវិតហ្នឹងកាប់មេឃធៀងណាដែលវាឆ្ងាញ់ឆ្ងាងពេកបងប្អូនបងត្រាគាត់ជាគ្រូបរិញ្ញាហើយមិនក៏អត់ខេងគាត់ទៅបរិញ្ញាខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នានឹងថងនឹងដែរដោយសារតាគាត់ទៅមកថ្មីអញ្ចឹងគាត់សុំគេកន្លះខែដើម្បីរកកន្លែងស្នាក់នៅឬក៏រៀបចំកន្លែងអញ្ចឹងណានិយាយទៅនៅពេលកន្លះខែទៀតទៅគាត់អាចចូលបរិញ្ញាបានណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីសម្អាតជំវិញផ្ទះបានស្អាតបាតហើយមេឃហ្នឹងក៏ចាប់ផ្ដើមងឹតទៅវិញទៀតនិយាយទៅដល់ម៉ោងគាត់សម្រាកទៀតហូបបាយហូបអីហើយក៏មួយទឹកឡើងទៅសម្រាកបន្ទាប់ពីគាត់ឡើងទៅលើផ្ទះគាត់សម្រាកហើយនៅពេលដែលគាត់សម្រាកលក់ហើយក៏ឮគេគោះទ្វារមកទៅហឹងគោះទ្វារឡើងទាំងហើយគាត់ក៏ភ្ញាក់ព្រឺទៅភ្ញាក់ហើយគាត់ថាគាត់ងើបទៅបើកទ្វារនៅពេលដែលគាត់ទៅបើកទ្វារក៏ឃើញសមោរត់នៅមុខផ្ទះនិយាយទៅរត់ឡើងលឿនស្លាវបងប្អូនទាំងគ្នាប៉ុន្តែរត់ហ្នឹងគឺរត់មិនមែននៅមុខផ្ទះមែនប៉ុន្តែវានៅខាងក្រៅក៏រត់នៅខាងក្នុងបងប្អូនទាំងគ្នាដូចរត់ពីឆ្វេងទៅស្ដាំអីចឹងបងប្អូនទាំងគ្នាគាត់ថារត់វាវបាត់ឈឹងគាត់ក៏មើលមិនសូវច្បាស់ហើយសារវាយប់អងឹតចឹងហើយគាត់ក៏ថាចំហើយក្មេងពីណាគេមកលួចបេះស្អីនៅយប់កដាត្រៀតហ្នឹងគាត់ខ្វល់គាត់ក៏ចូលទៅដេកវិញទៅបងប្អូននៅពេលគ្រាន់តែដាក់ខ្នងដល់ក្រែព្រាមក៏ឮសលេងគោះទ្វារទៀតទាំងមកទៀតគាត់ក៏បើកទ្វារទៅមើលទៀតក៏ឃើញអាសមោមនុស្សរត់ទៅក្រោយគាត់មិនអស់ចិត្តហ្នឹងក៏ដើរទៅតាមហើយក៏ស្រែកផងហើយពីណាគេមករកអីហ្នឹងរត់ទាំងយប់ក្នុងផ្ទះគេអញ្ចឹងណាគេនឹងរកអីហ្នឹងហើយនៅពេលដែលគាត់ដើរមកតាមអាសមោហ្នឹងមកដល់កន្លែងភ្នោហ្នឹងក៏បាត់មនុស្សហ្នឹងបាត់អាសមោមនុស្សហ្នឹងលក្ខណៈដូចគាត់ខេងស្ទង់រត់អញ្ចឹងគាត់ក៏មកតាមហើយក៏មកតាមដល់អាភ្នោក្រោយផ្ទះបងប្អូនមកដល់កន្លែងហ្នឹងក៏អត់ខេងបាត់អាសមោហ្នឹងអត់ខេងទៅណាហើយគាត់ក៏ថានឹងពីណាគេមករកស្អីទេទាំងយប់អាផ្ទះគ្មានស្អីលួចផងណាគាត់និយាយតែឯងអញ្ចឹងហើយគាត់ក៏ដើរបកទៅក្រោយវិញបានតែប្រហែលជាហ៊ានក៏ឮសលេងក្មួយឯងទៅណាហើយឮអញ្ចឹងក៏ថាយប់នេះហើយគាត់ងាកមកវឹបអត់មានខេងអីទេបាទហើយគាត់ដល់ពេលហ្នឹងគាត់ថាគាត់ចាប់ដើមអត់ស្រួលក្នុងចិត្តគាត់ជាមនុស្សអ្នកអត់ខ្លាចទេណាបងប្អូនតែគាត់ថានៅពេលដែលគាត់ឮអាសលេងក្មួយឯងចង់ទៅណានៅពេលឮសលេងអាហ្នឹងបងប្អូនទាំងអស់គ្នាគាត់ថាគាត់ភឺរោមឡើងខ្ញាក់គាត់ថាក្នុងចិត្តគាត់អត់ស្រួល
គាត់មានអារម្មណ៍ថាបេះដូងគាត់លោតញាប់បងប្អូនលោតដុកចឹងបងប្អូនគ្នាគាត់ថាអត់ដែរជួបអញ្ចឹងទេអត់ដែរមានអារម្មណ៍អញ្ចឹងទេហើយគាត់ក៏សួររម្ចាស់សលេងហ្នឹងសួររថាពីណាគេពួកឯងពីណាគេហើយពួកឯងរស្អីនៅពេលដែលគាត់សួរហើយហ្នឹងគឺអត់មានការឆ្លើយតបទេហើយគាត់ក៏គិតថាប្រហែលជាគាត់ធ្វើការហត់ពេកហើយស្ដាប់ច្រឡំអញ្ចឹងបងប្អូនគ្នាហើយគាត់ក៏ងាកក្រោយដើរទៅផ្ទះវិញទៅនៅពេលដែលគាត់ឈានជើងចាញ់ក៏ឮសលេងមកទៀតក្មួយឯងផឹកអត់អូមកទៀតហើយបងប្អូនសលេងមកទៀតហើយគាត់ថាងាកវឹបអត់មានស្អីទៀតគាត់ខំច្រវាច់ពិលរមើលពីណាគេមិនចេញមកកុំលេងអញ្ចឹងវាអត់ល្អទេគាត់ស្រែកអញ្ចឹងបងប្អូនអរគ្នាហើយដូចមុនអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអត់មានសលេងឆ្លើយតបមកគាត់វិញទេគាត់បានត្រឹមតែប្រចាំងពិលទូរស័ព្ទមើលអញ្ចឹងថាពីណាគេឲ្យច្បាស់អញ្ចឹងតែនៅរត់ខេងហើយគាត់ក៏ត្រឡប់ទៅដេកវិញអញ្ចឹងបងប្អូនទាំងអស់គ្នាងាក2ដងសួរ2ដងអត់មានខេងពីណាផងនៅពេលដែលគាត់ងាកមកវិញក៏ស្រាប់តែឃើញខ្មោចនឹងវាឈោកកាន់ក្បាលបងប្អូនទាំងអស់គ្នាខ្មោចនឹងវាកវត់ក្បាលហើយវាឈោកកាន់ក្បាលយកក្បាលដាក់មុខរបស់បងត្រាហ្មងបងប្អូនទាំងអស់គ្នានិយាយថាបងត្រាពេលហ្នឹងគឺដាច់ពោះអាលុតឈឹងគឺសឡប់ឈឹងលែងដឹងអីហ្មងបងប្អូនទាំងអស់គ្នាដោយសារតែរូបភាពវាស្ដែងពេកនៅពេលដែលគាត់ដឹងខ្លួនវិញហ្នឹងគាត់ថាគាត់នៅលើខែធម្មតាបងប្អូនទាំងគ្នារឿងជំនាញគាត់ថាច្បាស់ខ្មោចលងប៉ុន្តែនៅពេលដែលគាត់ភ្ញាក់មកវិញគាត់ថាគាត់នៅលើក្រែនៅលើផ្ទះហើយក៏ដល់ពេលអញ្ចឹងគាត់ឆ្ងល់ហ្មងថាចុះជប់មិញខ្មោចលងមែនតើឬក៏យូរសពព្រោះវាពិតពេកបងប្អូនទាំងគ្នាប៉ុន្តែគាត់នៅតែអត់ច្បាស់ក្នុងចិត្តនៅតែស្ពេចស្ពិលបើខ្មោចលងមែនមិនក៏គាត់នៅលើខែនៅលើផ្ទះគាត់ឆ្ងល់ត្រង់ហ្នឹងបងប្អូនទាំងគ្នាហើយគាត់ក៏មានកូនចិត្តមួយថាប្រហែលជាធ្វើការច្រើនពេកគាត់ដេកយូរសពអីចឹងបងប្អូនទាំងគ្នាដោយសារតែពូម្ចាស់ផ្ទះហ្នឹងក៏គាត់ធ្លាប់ប្រាប់ដែរណាថាផ្ទះហ្នឹងមានរឿងអីក្នុងចិត្តគាត់ក៏ចេះតែគិតថាប្រហែលជាអាការគិតហ្នឹងវាបណ្ដាលឲ្យចិត្តដេកយូរសពចឹងបងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីហ្នឹងមកគាត់ក៏ប្រើជីវិតធម្មតាទៅដាំបាយហូបមើលកាប់នេះកាប់នោះតិចឆ្កានេះឆ្កានោះចឹងទៅរៀបចំផ្ទះហ្នឹងទៅបងប្អូនទាំងអស់គ្នាដើម្បីឲ្យវាស្អាតហើយក៏រៀបចំឯកសាររំលឹកមេរៀនរំលឹកអីត្រៀមនឹងបរិញ្ញាសិស្សបងប្អូនទាំងអស់គ្នាដោយសារគាត់ចូលបរិញ្ញាលើកដំបូងអញ្ចឹងគាត់សមនិយាយសមទឹកមុខសមកាយវិការសមមេរៀនដើម្បីទុកបរិញ្ញាសិស្សបងប្អូនគាត់ចូលបរិញ្ញាដំបូងគឺបរិញ្ញាថ្នាក់ធម្មមនុវិទ្យាល័យអត់តឡើងដល់វិទ្យាល័យទេចឹងហើយសិស្សក៏មិនទូចដែររៀងធំដែរចឹងគាត់ក៏ត្រៀមមេរៀនសម្រាប់បង្រៀនសិស្សចឹងណាបន្ទាប់ពីមើលចុះមើលឡើងមេឃក៏ចាប់ផ្ដើមងឹតមកទៀតបងប្អូនអរគ្នាហើយក៏ថាយប់នេះគឺជាយប់ដែលឈុតធំខ្លាំងមែនទែនសម្រាប់ឆាកជីវិតរបស់គាត់គាត់ថាមិនអាចបំភ្លេចបានទេមួយជាតិហ្នឹងគាត់ថានៅពេលដែលគាត់រៀបនឹងដេកអីបងប្អូនទាំងអស់គ្នាក៏ស្រាប់តែឮសលេងដូចពីណាគេយកបាល់មកពមៀលអញ្ចឹងបងប្អូនទាំងអស់គ្នាហើយដូចអាសលេងដូងលមៀលបាល់លមៀលឮទឹកនៅមុខបន្ទប់គាត់ណាបងប្អូនទាំងអស់គ្នាមកគាត់មិនអស់ចិត្តគាត់ថាគាត់បើកទ្វារទៅក៏អត់ខេងទេបងប្អូនស្រាប់តែគាត់ក៏លេចភ្នែកមកខាងក្រោមគាត់ថាព្រះហៅចង់ដាច់ផ្ងាគាត់ថាក្បាលខ្មោចនៅមុខគាត់ហើយក៏ញឹមលៀនភ្នែកធំដាក់គាត់បងប្អូនទាំងអស់គ្នាហើយខ្មោចហ្នឹងគាត់ថាប្រុសសិនគាត់ឃើញមុខច្បាស់ហ្មងបងប្អូនទាំងអស់គ្នាថ្ងៃមុនគាត់ថាគាត់ជួបយូសបទេសិននេះគាត់ឃើញពិតហ្មងគាត់ថានៅមុខគាត់បងប្អូនទាំងគ្នាគាត់ស្ទើរដាច់ផ្ងាទាញទ្វារបិទឡើងក្តាំងបងប្អូនបន្ទាប់ពីទាញទ្វារបិទហើយគាត់ក៏ឡើងទៅលើខែឃ្លុំភួយបងប្អូនអាពេលនេះលែងខ្លាំងដូចសាមុនណាបងប្អូនទាំងគ្នាគាត់ថាគាត់បន់ហើយគុណតាគុណម៉ែគុណឪគុណព្រះបើមិនបន់មិនបងប្អូនហើយបើគាត់ថាពេលហ្នឹងក៏វាស្រស់ពេកបងប្អូនគាត់ថាបន់ខ្ទេចបន់ខ្ទីហើយលែងសចន្លោះហើយនឹងញ័រដោយកូនសត្វចឹងបងប្អូនហើយគាត់ថានៅពេលដែលគាត់កំពុងតែឃ្លុំភួយណាអាភួយគាត់ហ្នឹងក៏មានស្អីទាញចាញ់ទៀតបងប្អូននិយាយទៅទាញចេញឡើងវឹបកត្រាក់ចេញធ្លាក់ហ្មងធ្លាក់ដឹបភួយទៅក្រោមខែហ្មងបងប្អូនអរគ្នាអាពេលហ្នឹងគឺអស់អីពីខ្លួនលេងឲ្យគាត់ស្រឡឹងលេចកាត់ជើងត្បូងគាត់ថាអត់មានខេងអីទេហើយចុះស្អីគេអ្នកទាញចេញពីខ្លួនគាត់ហ្នឹងអាទាញភួយចេញពីខ្លួនគាត់បងប្អូនអរគ្នាគាត់ស្រឡឹងហូមើលទៅអត់ខេងអត់មានអីអាពេលបានភ័យទៀតកលេចឆ្វេងកលេចស្ដាំអត់មានខេងអីទេបងប្អូនទាំងអស់គ្នាស្រាប់តែគាត់កលេចទៅលើបងប្អូនទាំងអស់គ្នាហើយអង្គុយលើអីគេធ្នឹមផ្ទះបងប្អូនអង្គុយសយងជើងចុះមកហើយអត់មានក្បាលទេបងប្អូនទាំងអស់គ្នាអើយនិយាយទៅគឺកវត់ក្បាលហើយខ្មោចកវត់ក្បាលបងប្អូនទាំងអស់គ្នានិយាយថាពេលហ្នឹងគឺ
គាត់ថារត់ហើយបងប្អូនលែងនៅហើយគាត់ថារត់ចេញហ្មងលែងខ្វល់ហើយពេលនេះស្អីក៏ស្អីទៅបើកទ្វាររត់ទៅរកផ្ទះអ្នកចិត្តខាងដែលមកលង2 3ប្លង់ដីហ្នឹងបងប្អូនទាំងគ្នាគាត់ថានៅលេងបានតែពេលនេះប្រះអាយុសិនហើយបងប្អូនហើយរត់ទៅដល់ផ្ទះទី1ហ្នឹងគេអត់បើកទ្វារឲ្យបងប្អូនទាំងគ្នាដោយសារគេអត់ស្គាល់គេអត់ដឹងថាពីណាគេខ្លាចដែរបងប្អូនទាំងគ្នាដល់ទៅដល់ផ្ទះទី2ហ្នឹងមកគេបើកទ្វារឲ្យចូលហើយគេសួរថាមានរឿងអីបងប្អូនអើយមិនក៏រត់ទៅហេបទៅហប់ភ័យយ៉ាងហ្នឹងហើយគាត់ក៏ប្រាប់គេទៅថាខ្ញុំទៅមកជួលផ្ទះនឹងទេពូឥឡូវត្រូវខ្មោចលងនោះអាផ្ទះមកលងដី3ប្លង់នោះហើយថាអូនឯងជួលផ្ទះនឹងអត់ស្រួលទេណោះមកចូលសម្រាប់ផ្ទះពូសិនមកយប់សិនមកបើអញ្ចឹងទេអត់កើតទេក្មួយមកចូលមកហើយអ្នកខាងម្ចាស់ផ្ទះទី2នេះគាត់ក៏ចិត្តល្អហើយគាត់ដឹងសាច់រឿងហើយពូម្ចាស់ផ្ទះហ្នឹងក៏ឲ្យបងត្រាសម្រាប់នៅផ្ទះគាត់មកយប់ទៅលុះព្រឹកឡើងពូម្ចាស់ផ្ទះហ្នឹងក៏សួរថាហើយបងឯងទៅមកពីណាហើយមកធ្វើអីនៅផ្ទះហ្នឹងហើយបងត្រាក៏ប្រាប់ទៅថាខ្ញុំជាគ្រូទៅមកថ្មីត្រូវមកបរៀននៅសាលានៅភូមិហ្នឹងអញ្ចឹងណាហើយពូម្ចាស់ផ្ទះអូអញ្ចឹងលោកគ្រូហើយលោកគ្រូជួលផ្ទះអត់មានសួរប្រវត្តិផ្ទះប្រវត្តិអីថានេះមកជួលហ្នឹងហើយបងត្រាក៏ប្រាប់ថាម្ចាស់ផ្ទះគេប្រាប់ថាផ្ទះហ្នឹងធ្លាប់មានរឿងដែរប៉ុន្តែដោយសារតែខ្ញុំអត់ខ្លាចអញ្ចឹងខ្ញុំក៏ជួលនៅទៅណាដោយសារតែតម្លៃសំរុំធូរផងណាបងប្អូនហើយបងត្រាក៏សួរពូម្ចាស់ផ្ទះឲ្យគាត់ដេកហ្នឹងណាហើយក៏សួរថាផ្ទះហ្នឹងពីមុនមានរឿងអីមិនបានទៅជាអញ្ចឹងណាបងប្អូនអរគ្នាហើយពូម្ចាស់ផ្ទះហ្នឹងក៏រៀបរាប់ប្រាប់រឿងទៅគាត់ថាពីដើមឡើយផ្ទះហ្នឹងផ្ទះពូច័ន្ទហ្នឹងក៏មានកូនប្រុសមួយដែលជក់ថ្នាំបែកថ្នាំអញ្ចឹងបងប្អូនអរគ្នានៅពេលដែលកូននឹងជក់ថ្នាំបែកថ្នាំអញ្ចឹងទៅតែងតែមករោរឿងក៏មកសុំលុយមកទាលុយមកវាយឪអញ្ចឹងណាដោយសារគាត់ពុះម៉ាយក៏នៅតែពីអ្នកកូនហើយកូននឹងតែងតែធ្វើបាបគាត់ជារឿយបងប្អូនអរគ្នានៅពេលតែថ្ងៃមួយហ្នឹងកូនរបស់ពូច័ន្ទហ្នឹងបែកថ្នាំទៀតមកសុំលុយស្រាប់តែពូច័ន្ទអត់មានលុយឲ្យបងប្អូនអរគ្នាហើយកូននឹងវារឿងស៊ីសើផងសុំលុយឪអត់បានវាមកម៉ៅមិនវាបងប្អូនក៏យកកវិតផ្គាបងប្អូនទាំងអស់គ្នាកាប់ពូច័ន្ទហ្នឹងកាប់ចំស្មាហើយក៏កាប់មកកវិតទៀតចំក្បាលធ្វើឲ្យក្បាលដាច់បងប្អូនទាំងអស់គ្នាចឹងហើយបានជាមានរឿងនឹងមកដល់សពថ្ងៃហើយកូនរបស់ពូច័ន្ទហ្នឹងក៏ត្រូវសមត្ថកិច្ចចាប់យកទៅដាក់ឃុំឃាំងនៅគុកបាត់ហើយចំណែកសាកសពពូច័ន្ទវិញក៏គេអត់បានយកទៅណាយកទៅបូជាណាដែរបងប្អូនទាំងអស់គ្នាគឺគេកប់នៅក្រោយផ្ទះបងប្អូនទាំងអស់គ្នាចេះទៅអាភ្នោដែលបងត្រាដើរមកជួបនឹងបងប្អូនទាំងគ្នាគឺជាភ្នោរបស់ពូច័ន្ទហើយបងត្រាក៏ចាប់ផ្ដើមនឹកឃើញថាអាយុទី2ដែលគាត់គិតថាយូសបដែលខ្មោចលងគាត់កាន់ក្បាលដាក់មុខគាត់ហ្នឹងបងប្អូនទាំងគ្នាគាត់ចាប់ផ្ដើមនឹកឃើញថាអានឹងមិនមែនជាការយល់សពទេបងប្អូនហើយគាត់ថាអានឹងប្រហែលជាការពិតហើយបងប្អូនអូនិយាយទៅថាពេលហ្នឹងគឺគាត់ចាប់ផ្ដើមថាខ្មោចលងតាំងពីអាយុទី1តាំងពីអាពេលដែលគូសទ្វារហ្នឹងបងប្អូនទាំងគ្នាហើយអាយុទី2ទៀតក៏ខ្មោចលងទៀតតែគាត់អត់បានចាប់អារម្មណ៍ទេគាត់គិតថាយល់សពដល់ពេលអាយុទី3នេះមានណាបងប្អូនរត់ចោលផ្ទះហ្មងនិយាយទៅទប់លេងជាប់បងប្អូនទាំងគ្នាព្រោះមកស្ដែងហើយម្ដងហ្នឹងលើកទី1គេគ្រាន់ឲ្យសញ្ញាអាយុទី2គេបញ្ចេញសញ្ញារៀងខ្លាំងតិចដល់អាយុទី3លេងមកចាស់ដៃហ្មងបងប្អូនទាំងគ្នាហើយពូដែលឲ្យគាត់ដេកហ្នឹងក៏ប្រាប់ថាម្ចាស់ផ្ទះដែលឲ្យឯងជួលហ្នឹងគាត់មិនមែនម្ចាស់ផ្ទះផ្ទាល់ទេម្ចាស់ផ្ទះផ្ទាល់ហ្នឹងគឺពូច័ន្ទនឹងឯងហើយអ្នកដែលជួលផ្ទះឲ្យបងត្រាហ្នឹងគឺត្រូវជាក្មួយបកើតរបស់ពូច័ន្ទអញ្ចឹងណាអ្នកទាំងអស់គ្នាបងត្រាក៏ទេទៅក្មួយរបស់ពូច័ន្ទថាឈប់ជួលផ្ទះហ្នឹងហើយពូអើយដោយសារតែខ្មោចលេងខ្ញុំចាស់ដៃខ្លាំងហើយបងត្រាគាត់បានខឹងក្មួយពូច័ន្ទហ្នឹងដែរដោយសារតែពូហ្នឹងគាត់បានប្រាប់ទៅដល់បងត្រាដែរដោយសារតែបងត្រាខ្លួនឯងតែគាត់អត់ខ្លាចបងប្អូនទាំងគ្នាហើយក្មួយរបស់ពូច័ន្ទហ្នឹងក៏មិនចង់បានលុយរបស់បងត្រាដែរមានរឿងចឹងហើយគាត់ក៏បកគលលុយឲ្យបងត្រាវិញចឹងណាបងប្អូនទាំងគ្នាដោយសារតែផ្ទះហ្នឹងមានខ្មោចលងគាត់ក៏ដឹងដែរតែគាត់នៅជួលឲ្យបងត្រាគាត់អត់បានខឹងក្មួយពូច័ន្ទហ្នឹងទេដោយសារតែគាត់ខ្លួនឯងបងប្អូនដោយសារចិត្តឯហ៊ានដែរបងប្អូនទាំងអស់គ្នាអញ្ចឹងក៏ជួលទៅក៏មិនបានសួរដេញដោងបានខឹងសវាយដែរហើយពូមួយដែលឲ្យបងត្រាសម្រាប់ហ្នឹងក៏ប្រាប់ទៅក្មួយរបស់ពូច័ន្ទថាហើយញោធ្វើបនអត់ទៅកសលឲ្យពូអីទៅធ្វើបនធ្វើអីឲ្យគាត់ទៅចាប់កំណើតថ្មីហើយ
មើលមុនលោកមុនអីមកសូត្រមុនផ្ទះហ្នឹងចាញ់ណាបងប្អូនអរគ្នាហើយក្មួយបោះពូច័ន្ទហ្នឹងក៏ធ្វើតាមនឹងទៅប្រហែលថ្ងៃក្រោយមកបងត្រានថាខេងគេធ្វើកម្មវិធីបនមកល្មមួយនិមន្តលោកមកសូត្រមុនបាំងស្គលឲ្យពូច័ន្ទអញ្ចឹងបងប្អូនទាំងអស់គ្នាហើយបងត្រាគាត់ក៏រកកន្លែងជួលថ្មីទៅហើយកន្លែងជួលថ្មីគាត់ថាកន្លែងហ្នឹងមនុស្សច្រើនអ៊ូអមិនដាច់សញ្ញាពីគេតែគាត់ថាតម្លៃយ៉ាងថ្លៃជាងផ្ទះដែលគាត់ជួលសាមុនណាបងប្អូនទាំងគ្នាគាត់ថាតាំងពីគាត់ជួលផ្ទះថ្មីនេះមកគាត់អត់ដែលជួបអីទេគាត់ថាសុខសប្បាយរហូតហើយគាត់ក៏ផ្សាយមេត្តាចិត្តអត់ទិសកសលឲ្យគេអញ្ចឹងអ្នកណាក៏ដោយដែលគាត់ថាមើមខេងទោះជួលផ្ទះថ្មីក៏ដោយគាត់តែងតែអុជធូបអតិកសលផ្សាយមេត្តាចិត្តហើយសាច់រឿងគាត់ប្រាប់ខ្ញុំតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នានិយាយទៅសាច់រឿងនេះជាអេពីសូតទី2ហើយសាច់រឿងនេះខ្ញុំគិតថាយ៉ាវាលងខ្លាំងជាងសាមុនណាហើយកន្លែងមួយដែលខ្ញុំគិតថាគាត់អត់បានធ្វើនោះនៅពេលដែលគាត់ជួលអាផ្ទះទី1ហ្នឹងគឺគាត់អត់បានអុជធូបឬក៏អត់បានសុំម្ចាស់ផ្ទះគេអញ្ចឹងបងប្អូនទាំងអស់គ្នាពេលខ្លះយើងមើលអត់ខេងក៏មិនប្រកាសថាមានដែរបងប្អូនទាំងអស់គ្នាហើយសាច់រឿងគឺចប់ត្រឹមហ្នឹងឯងបងប្អូនទាំងអស់គ្នាដែលកំពុងស្ដាប់បងប្អូនមិនជឿក៏បានចាត់ទុកថាស្ដាប់លេងកំសាន្តកំដរអារម្មណ៍នៅពេលដែលបងប្អូនអបសុកបងប្អូនអរគ្នាអញ្ចឹងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ like ជួយ share subscribe ដើម្បីលើកទឹកចិត្ត admin រំដួល TD ធ្វើវីដេអូបន្តទៀតអញ្ចឹងជួបគ្នានៅវីដេអូក្រោយជម្រាបលា